ចែករំលែកព័ត៌មានពិតជារឿងល្អជាឧទាហរណ៍សម្រាប់សង្គមមូលដ្ឋានស្រុកទុនគុំគឺខ្ញុំមានចំណាប់អារម្មណ៍ថាព័ត៌មានคล้ายៗនេះគឺមានសារៈសំខាន់បើយើងមិនមានវិធានការទប់ស្កាត់ទេប្រជាពលរដ្ឋនឹងងាយចាញ់បោកទេរហូតដល់យើងអង្គភាពពួកយើងខ្ញុំធ្លាប់ចូលរួមផ្សព្វផ្សាយតាបញ្ជ្រាបចូលតាមរយៈយើងផ្សព្វផ្សាយភូមិសុវត្ថិភាពក៏យើងបានបញ្ជ្រាបចូលថាព័ត៌មានคล้ายៗហ្នឹងដែលថាកុំងាយចាញ់បោកគេឧទាហរណ៍ថាគេមកមានពេលខ្លះគាត់គេមកប្រាប់គាត់ថាក្មួយគ្រោះថ្នាក់ចរាចរណ៍តាមពិតអត់មែនផងមានពេលខ្លះគាត់មកប្រាប់អ្វីផ្សេងទៅគាត់ជឿទៅអាហ្នឹងទៅតាមគាត់ទៅតាមគេហ្នឹងអស់ខាតបង់តាំងពីពេលវេលាថវិកាយើងអង្គភាពយើងបើសិនមានខ្លែងបើមានเพจមួយដែលខ្លែងគឺយើងអន្តរាគមភ្លាមយើងធ្វើការភ្លាមមិនឲ្យជាពលរដ្ឋទៅចាញ់បោកបន្តទៀតដាំផ្ញើគាត់ថាកុំងាយនឹងជឿគេឧទាហរណ៍ថាเพจអីស្អីដល់គេហោះមកបើកមកឃើញយើងចេះតែជឿថាជ្រើសរើសបុគ្គលិកជ្រើសរើសអីទៅតាមពិតមិនមែនជ្រើសរើសបុគ្គលិកជ្រើសរើសបុគ្គលិកដែរបើជ្រើសរើសទៅការងារផ្សេងបាទអញ្ចឹងគាត់ចេះតែជឿអញ្ចឹងកុំវាជាយោបល់ខ្ញុំសូមតាដាំផ្ញើថាកុំឲ្យជឿបើថាមានព័ត៌មានស្អីឬក៏ពាក់ព័ន្ធនឹងព័ត៌មានស្អីដែលថាពាក់ព័ន្ធនឹងថាទីមួយនឹងមុខរបររបស់គាត់នឹងស្ថានភាពគ្រួសាររបស់គាត់គួរតែមកសួរនាំដល់សមាជិកឬក៏អ្នកណាម្នាក់ដែលគាត់ស្គាល់ចិត្តដិតជាមន្ត្រីរាជការឬក៏ជាចាស់ចង់អាជ្ញាធរជាចាស់ទុំនៅហ្នឹងក៏យើងសួរនាំទៅយើងអាចដឹងពីបញ្ហា